សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពីការគណនាអង់តិក្រាល់ប៉ុន្តែនៅក្នុងវីដេអូនេះលោកគ្រូបានលើកយកលំហាត់អង់តិក្រាល់ទាក់ទងនឹងលំហាត់អង់តិក្រាល់នៃអនុគមត្រីកោណមាត្រនៅក្នុងលំហាត់ទាំងពីរនេះលំហាត់អក្សរ E គឺអង់តិក្រាល់កំណត់ពី0ទៅផាយលើ2នៃកូសx បូកជាមួយនឹង sin x dx ហើយនឹងលំហាត់ E អង់តិក្រាល់កំណត់ពី0ទៅផាយលើ2នៃផលចែករវាងកូស 2x លើកូស x បូកនឹង sin x បើយើងមើលទៅលើលំហាត់អង់តិក្រាល់ E គឺយើងអាចអង់តិក្រាល់បានព្រោះអីជាអង់តិក្រាល់នៃផលបូកដែលអន្តរកោសយើងអាចដឹងហើយរូបមន្តរបស់វាស្មើនឹង sin ហើយចំណែកអន្តរsin យើងដឹងហើយថារូបមន្តរបស់វាគឺចម្លើយស្មើនឹងដកកោសតែចំណែកលំហាត់អន្តរអក្សរ F លំហាត់អន្តរអក្សរ F វាជាប្រភេទដែលកន្លែងភាគយករបស់វាហ្នឹងគឺជាកូស 2x ចំណែកភាគបែងគឺជាកូស x បូកនឹង sin x អញ្ចឹងលំហាត់ S ហ្នឹងគឺជាលំហាត់អន្តរដែលមានភាពសាមញ្ញបន្តិចប៉ុន្តែមិនជាបញ្ហាអ្វីទេគឺយើងព្យាយាមបំលែងវាឲ្យចូលរៀងដូចជាទម្រង់លំហាត់នៃអក្សរ E នោះយើងអាចអន្តរនៃលំហាត់អក្សរ S បានតោះអញ្ចឹងយើងទៅមើលសម្រាយទាំងអស់គ្នានៅក្នុងលំហាត់អក្សរ E របស់យើងគឺជាអន្តរកំណត់ពី0ទៅផាយលើ2នៃកូស x បូកនឹង sin x អញ្ចឹងនៅក្នុងអន្តរអក្សរ E យើងអាចអាំងបានទាំងពីរតួគឺសម្រាប់អន្តរកូសចម្លើយស្មើជាមួយនឹង sin x ហើយចំណែកអន្តរ sin ចម្លើយរបស់វាគឺស្មើនឹងដកកូស x បាទកំណត់ពី0ទៅផាយលើ2តាមទៀតយើងជំនួសតម្លៃកំណត់ចូលដើម្បីរកចម្លើយនៃអន្តររបស់យើងអញ្ចឹងយើងបានទី1 sin ផាយលើ2ដកនឹងកូសផាយលើ2ហើយដកនឹងជួសលេខ0ចូលយើងបាន sin 0ដកនឹងកូស0ហើយបន្តមកទៀតយើងសម្រួលលទ្ធផលយើងទទួលបាន sin ផាយលើ2យើងស្មើនឹង1ដកកូសផាយលើ2ស្មើនឹង0ដកនឹង sin 0ស្មើ0ដកកូស0ស្មើ1អញ្ចឹងយើងបានលទ្ធផល1បាទនេះទៅជាបូកនឹង1វិញចម្លើយស្មើនឹង2នេះជាចម្លើយនៃលំហាត់អន្តរអក្សរ E ឥឡូវយើងក៏លេខមកមើលលំហាត់អន្តរអក្សរ S វិញម្ដងចំពោះអន្តរលំហាត់អក្សរ S ភាគយកកូស 2x ហើយភាគបែងកូស x បូកនឹង sin x អញ្ចឹងយើងព្យាយាមរកនឹកចំពោះរូបមន្តកូស 2x ដែលអាចយកវាមកចំនួននៅក្នុងកន្សោមអន្តររបស់យើងហើយដែលអាចសម្រួលជាមួយនឹងភាគបែងបានដើម្បីឲ្យអន្តររបស់យើងហ្នឹងអាចអន្តរបានតាមរូបមន្តរបស់យើងអញ្ចឹងយើងដឹងហើយថាកូស 2x បាទកូស 2x ចម្លើយវាស្មើជាមួយនឹងកូសការ៉េ x ដកនឹង sin ការ៉េ x ហើយដោយសារកូសការ៉េ x ដក sin ការ៉េ x អញ្ចឹងវាចូលរូបមន្តមួយទៀតគឺមកចូលរូបមន្តរបស់យើងគឺ a ការ៉េដកនឹង b ការ៉េស្មើ a ដក b កតា a បូក b អញ្ចឹងយើងយកអានឹងមកចំនួននៅក្នុងកន្សោមរបស់យើងនេះវិញយើងទទួលបានចម្លើយទៅជាកូស x ដក sin x គុណនឹងកតាកូស x បូកនឹង sin x ហើយនេះជាចម្លើយនៃកូស 2x អញ្ចឹងយើងយកអាចម្លើយកូស 2x ហ្នឹងយកទៅចំនួននៅក្នុងកន្សោមអន្តររបស់យើងបានs របស់យើងស្មើនឹងអន្តរកំណត់ពី0ទៅផាយលើ2នៃកូស 2x យើងជួសកន្សោមរបស់យើងចូលយើងបានកូស x ដក sin x គុណនឹងកូស x បូក sin x
ភាគបែងកតាកូស x បូកនឹង sin x dx បន្ទាប់ពីយើងចំនួនហើយយើងអាចសម្រួលលទ្ធផលអញ្ចឹងអង្គតិក្រាលរបស់យើងនៅសល់ត្រឹមតែហើយលើ2នៃកូស x សម្រួលបូកចោលអញ្ចឹងយើងនៅសល់ដល់ sin x បាទបន្ទាប់ពីបំលែងហើយយើងគិតឃើញថាអង្គតិក្រាល f របស់យើងគឺជាកន្សំអង្គតិក្រាលដែលយើងអាចអង្គតិក្រាលបានតាមរូបមន្តរបស់យើងគឺកូសអង្គតិក្រាលកូសយើងបាន sin x ចំណែកអង្គតិក្រាលដក sin x យើងទទួលបានបូកកូស x ដែលកំណត់ពី0ទៅផាយលើ2តាមទៀតយើងជំនួសចម្លើយចូលមកយើងបានដូចគ្នាដែរនឹងលំហាត់ e គឺ sin ផាយលើ2បូកនឹងកូសផាយលើ2ដកនឹង sin 0បូកនឹងកូស0អញ្ចឹងស្មើនឹងនេះយើងជួសចូលយើងបាន1បូកនឹងកូស9ស្មើ0ដកនឹង sin 0ស្មើ0បូកនឹង1អញ្ចឹងចម្លើយស្មើ0បាទនេះគឺជាតិចនិចនៅក្នុងការគណនាលំហាត់អង្គតិក្រាលនៃអនុគមត្រីកោណមាត្រដែលមានទម្រង់សាមញ្ញអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្ណឹងសូមរងចាំតាមដានទស្សនានៅវីដេអូក្រោយបន្តទៀត